ជាដំបងជំរាបសួរពុកម៉ែមីងអ៊ំបងប្រុសបងស្រីទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនាំយកមុខម្ហូបមួយមកបង្ហាញគឺ dumpling snow បង្គាអញ្ចឹងយើងចាប់ដើមទាំងអស់គ្នាខ្ញុំមានបង្គាចំនួនមក200ក្រាមបន្តមកខ្ញុំយកវាពាក់កណ្ដាលមកហាន់វាឲ្យដុំអញ្ចឹងខ្ញុំទុកមួយដុំបន្តមកទៀតយកវាយកពាក់កណ្ដាលទៀតមកវាយកវាមកចិញ្ច្រាំអញ្ចឹងមុននឹងចិញ្ច្រាំយើងហាន់វាឲ្យទូចបុចហើយយើងយកវាមកចិញ្ច្រាំឲ្យម៉ត់មកបន្ទាប់ទុកម្ដុំហើយយើងដាក់គ្រឿងអញ្ចឹងខ្ញុំដាក់អំបិលស្ករម្រេចហើយយើងកូរវាឲ្យសព្វយើងកូរជាមួយអាច្រាមអាហាន់ដុំជាមួយនឹងផ្កាច្រាមយើងហាន់បន្តមកទៀតយើងដាក់ស្រាហើយបន្តមកទៀតយើងដាក់ម្សៅស៊ុបហើយយើងកូរវាទៀតកូរវាឲ្យចូលជាតិមកបន្តមកទៀតយើងដាក់ម្សៅពោតហើយយើងកូរទៀតយើងកូរវាហើយយើងដាក់ប្រេងឆាប្រេងល្ងហើយយើងកូរវាបន្ថែមទៀតបន្តមកយើងរុំវាទុកយើងរុំហើយយើងយកវាទៅក្លាសេដាក់ចូលក្នុងទូហើយបន្តមកទៀតយើងមកធ្វើដូរអញ្ចឹងយើងមានម្សៅសាលីម្សៅពោតបន្តមកយើងកូរវាឲ្យសព្វចូលគ្នាហើយយើងមានទឹក70ក្រាមយកវាទៅដាំពេលដាំពុះហើយយើងយកវាមកចាក់ជាមួយនឹងម្សៅដែលយើងលាយកូរមិញបន្តិចកុំច្រើនពេកប្រយ័ត្នវាអ៊ីចវាជ្រាយយើងកូរវាឲ្យវាសព្វមកហើយយើងយកវាមកច្បាច់យកមកដំលុញដំឲ្យវាស្វិតល្អចូលល្អតមកទៀតយើងយកវាទៅដាក់ក្នុងថង់ហើយគ្របឲ្យជិតយើងទុកវាមកស្ទុះយើងយកវាមកវិញយើងយកវាមកលុញម្ដងទៀតលុញឲ្យរៀងមូលទៅវិញបន្តមកយើងកាត់វាក្នុងម្ដុំចំនួន10ក្រាមម្ដុំចំនួន10ក្រាមបន្តមកទៀតយើងដាក់នៅក្នុងថង់ម្ដងទៀតហើយយើងយកវាទៅទុកមកស្ទុះដាក់ថង់ចិត្តណាបន្តមកទៀតយើងយកស្នូវាមកស្នូដែលយើងយកពីចេញពីទូមិញណាពេលយើងយកស្នូចេញហើយយើងយកវាអាដូរដែលយើងកាត់មិញហ្នឹងយកវាមកលុញឲ្យសំប៉ែតលុញជាមួយនឹងឈើមូលលុញឲ្យស្អាតមកឲ្យមូស្អាតណាបន្ទាប់មកយើងដាក់ស្នូចំនួន10ក្រាមហើយបន្ទាប់មកយើងធ្វើការបត់វាទៅយើងបត់មើលតាមរូបភាពហ្នឹងទៅចាប់វាកលាក់មកយើងបត់វាឲ្យស្អាតមកពុកម៉ែមីងអ៊ំអាចសាកមើលបានបងប្រុសបងស្រីអាចសាកមើលទៅហើយយើងបន្ទាប់ពេលយើងបត់វាហើយយើងយកកន្ត្រៃមកយើងយកបត់ឲ្យស្អាតចឹងមកយើងបត់ទៅបន្ទាប់មកយើងយកកន្ត្រៃកាត់វាឲ្យស្អាតទំមុំវាមកឲ្យស្អាតមកចេញជារូបរាងបាទហើយស្អាតហើយចឹងនេះគឺបែបកូរ៉េរូបមន្តបែបកូរ៉េហើយបន្តមកទៀតយើងដាំទឹកទៅដាក់ឆ្នាំងចំហុយមកយើងយកវាទៅចំហុយទៅចំហុយដាក់ស៊ីងក៏សឹងអាហ្នឹងគេស៊ីងឬក៏សឹងយើងចំហុយវាឲ្យឆ្អិនទៅនៅពេលដែលឆ្អិនហើយនេះឆ្អិនហើយនេះអញ្ចឹងចេញរូបរាងហើយយើងអាចញ៉ាំបានហើយនេះឃើញទេស្អាតឆ្ងាញ់បងប្អូនពុកម៉ែមីងអ៊ំទាំងអស់អាចសាកបានណានេះ
យើងអាចញ៉ាំជាមួយទឹកជ្រលក់វាទៅទឹកជ្រលក់វាអញ្ចឹងអាចសាកញ៉ាំបានយើងអាចញ៉ាំជាមួយទឹកជ្រលក់វាចាំមើលថ្ងៃណាខ្ញុំធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងទឹកជ្រលក់វាទៀតប្រាប់ពីរូបមន្តនេះអានេះគេហៅអាចថាទឹកស្អៀវតែអានេះទឹកម្ទេសភេងម្ទេសអញ្ចឹងយើងអាចញ៉ាំអញ្ចឹងក៏បានឆ្ងាញ់ពុកម៉ែមីងអ៊ំបងប្រុសបងស្រីអាចសាកបានណានៅផ្ទះតនេយើងអាចសាកទាំងអស់គ្នាបានណាជាចុងក្រោយសូមអរគុណសូមជម្រាប